បាទថ្ងៃនេះគឺជាថ្ងៃទី12ខែឧសភាឆ្នាំ2026បាទវេលាម៉ោង4រសៀលខ្ញុំបានដើរហាត់ប្រាណនៅអង្គរវត្តតែផ្នែកខាងក្នុងកាសិនហើយខាងក្រៅរបងបាទនេះគឺទិដ្ឋភាពរបងទីក្រុងប្រាសាទអង្គរវត្តបាទនៅរឹងមាំខ្លាំងណាស់បងប្អូនស្អាតមែនចាស់ពីដើមចាស់ព្រឹទ្ធាចារ្យពពកបរោះខ្មែរយើងណាធ្វើឡើងមាំបាទគឺជាទីកន្លែងសក្ការៈបូជាហើយក៏ជារបងដ៏រឹងមាំបាទព្រមទាំងមានកសិនទឹកនៅពីខាងពាត់ជុំវិញទៀតនេះផ្នែកខាងមុខនេះស្ពានអណ្ដែតទឹកចូលពីខាងលិចបាទតែគាត់ថាថ្ងៃនេះខ្ញុំមកហាត់ប្រាណដោយដើរជុំវិញរបងថ្មបាយក្រៀមនៃប្រាសាទអង្គរវត្តផ្នែកខាងមុខដោយដើរបត់ស្ដាំបាទមួយជុំដើម្បីមើលទេសភាពផងក៏ដូចជាហាត់ប្រាណផងតែបងប្អូននេះមើលចំណែកឯដើមឈើវិញសុទ្ធតែដើមឈើទាលឬក៏គេហៅថាដើមជាងអ្នកស្រុកសៀមរាបនេះបាទស្អាតមែនតើបាទជាទូទៅមិនសូវដែលមានបងប្អូនណាមកដើរលេងផ្នែកខាងក្នុងនេះទេហើយខាងក្នុងកាសិនទឹកនេះទេហើយខាងក្រៅរបងគឺបងប្អូនភាគច្រើនគឺមកពីឆ្ងាយក្តីអ្នកសៀមរាបក្តីមកដល់ចូលទៅក្នុងទៅមើលស្រះទឹកបាទមើលឡើងទៅលើប្រាសាទនោះវិញអត់សូវដែលបានដើរទេសូម្បីខ្ញុំក៏ធ្លាប់មកនៅនេះចូល20ឆ្នាំផ្លាយតែយូរដើរម្ដងប៉ុន្តែភាគច្រើនខ្ញុំដើរផ្នែកខាងកើតនិងផ្នែកខាងជើងហើយផ្នែកខាងបងជាងខាងលិចនេះគឺអត់ដែលបានដើរដែរបាទនេះស្អាតណាស់បងប្អូនទិដ្ឋភាពពិតណាសំណង់រាប់រយឆ្នាំគិតទៅតាមឯកសារប្រវត្តិសាស្ត្រអង្គរវត្តកសាងតាំងពីឆ្នាំ1113រហូតដល់ឆ្នាំ1150ដោយវីរក្សត្រព្រះបាទសូរ្យវរ្ម័នទី2នេះនេះឡើយកាច់ជ្រុងនេះឡើយកាច់ជ្រុងមើលនេះបងប្អូនមើលណាស្អាតមាំមែនតើស្អាតណាស់បងប្អូនមានពេលទំនេរអាចមកដើរលេងក៏ដូចជាហាត់ប្រាណក៏ដូចជាមកមើលទេសភាពពេលព្រឹកឬពេលល្ងាចគឺស្អាតស្រឡះបាទរុក្ខជាតិពេញដុះត្រៀបត្រាត្រង់ដូចទៀនអញ្ចឹងបាទស្អាតណាស់បងប្អូនអរគុណច្រើនមានពេលជើញមកហាត់ប្រាណលេងទាំងអស់គ្នាដើម្បីសុខភាពផង